Hello អ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកគ្នាពីរបៀប Serif Setting នៅក្នុង Arc Ultimate របស់យើងធ្វើម៉េចឲ្យស្រួលលេងឥឡូវមុនចូលដល់វីដេអូខ្ញុំសូមជម្រាបអ្នកគ្នាជួយ Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងដើម្បីបានវីដេអូថ្មីៗពីខ្ញុំទៀតឥឡូវបើចុចហើយទាំងអស់គ្នាហើយឥឡូវយើងចូលដល់វីដេអូយើងទាំងអស់គ្នា Let's go ជាដំបូងអ្នកគ្នាត្រូវចូលកន្លែងកតាបនេះសិនអ្នកគ្នាកន្លែងខ្ញុំដាក់ឲ្យហ្នឹងចូលកន្លែងកតាបរួចយើងត្រូវចុចកន្លែងរូបខ្ញៅខាងស្ដាំដៃនេះខាងក្រោមពេលយើងចុចរួចហើយយើងចុចកន្លែង option ចូលមកដល់ option ហើយគឺគេមាន option ជាច្រើនដែលគេត្រូវឲ្យយើងសេរីដើម្បីឲ្យយើងស្រួលលេងហើយរឿងដែលយើងត្រូវខ្វះមុនគេគឺជា graphic អ្នកគ្នាត្រូវចុច graphic តាមខ្ញុំនឹងមកហើយវាមានឃើញ tool ជាច្រើនដែលត្រូវឲ្យយើងសេរីហើយសម្រាប់លើគេហ្នឹងគឺការសេរីឲ្យមានពន្លឺឬក៏អត់ពន្លឺអ្នកគ្នានេះពេលយើងបិទវាអស់ចឹងទៅធ្វើឲ្យ game របស់យើងវាងឹតទេអ្នកគ្នាប៉ុន្តែវាអាចជួយឲ្យទូរស័ព្ទរបស់យើងនឹង smooth មកតង់ដែរអ្នកគ្នាប៉ុន្តែវាពិបាកមើលមែនតើចឹងលើហ្នឹងគឺអត់មានអីសំខាន់ទេអ្នកគ្នាដោយសារវាគ្រាន់តែបើកទៅភ្លឺឬក៏ងឹតអីហ្នឹងមានតែប៉ុណ្្នឹងទេឥឡូវយើងងំខ្វល់វាច្រើនពេកយើងចូលទៅមើល option បន្តទៀតអានេះគឺ battery saver mode ហ្នឹងអាហ្នឹងគឺជាពេលយើងបើកវាទៅធ្វើឲ្យទូរស័ព្ទយើងវា smooth ប៉ុន្តែ graphic ក្នុង game ធ្វើឲ្យវា low ខ្លាំងអ្នកគ្នាមើលដើមឈើទៅវាព្រិលហើយអាហ្នឹងគឺគេបង្កើតមកសម្រាប់តែទូរស័ព្ទណាដែលលេងអាចអត់សូវកើតទេចឹងបើអ្នកគ្នាណាមានទូរស័ព្ទរឿងល្អលេងហើយអ្នកគ្នាអាចបើកវាទេដោយសារវាអត់ស្អាតទេអ្នកគ្នាចូលមកដល់អាទី2នេះអ្នកគ្នាខ្ញុំអត់ដឹងថាហ្នឹងមិនទេប៉ុន្តែពេលខ្ញុំលេងខ្ញុំចេះតែបើកវាទៅព្រោះអាហ្នឹងពេលខ្ញុំបើកទៅដូចជាអត់មានឃើញអីប្រែប្រួលទេអ្នកគ្នាហើយសម្រាប់អា Light Bloom នេះគឺពេលយើងបើកទៅធ្វើឲ្យមានថ្ងៃចាំងអ្នកគ្នាពេលយើងបើកទៅថ្ងៃវាចាំងមកអាហ្នឹងអ្នកគ្នាបើអ្នកគ្នាណាចង់ឲ្យមានថ្ងៃក៏បើកទៅប៉ុន្តែបើខ្ញុំលេងខ្ញុំអត់ដែរបើកទេវាចាំងញ៉ៃមែនតើអញ្ចឹងសម្រាប់អាហ្នឹងខ្ញុំអត់បានបង្ខំឲ្យអ្នកគ្នាបិទទេអ្នកគ្នាចង់បិទក៏បិទអត់ក៏អត់ទៅដោយសារហ្នឹងគឺជាសិទ្ធិអ្នកគ្នាទេយើងចូលមកដល់ shadow នេះគឺការបើកឲ្យមានស្រមោលអ្នកគ្នាពេលយើងបើកទៅពេលមានស្រមោលដើមឈើឬក៏ស្រមោលមនុស្សចឹងណាប៉ុន្តែសម្រាប់ខ្ញុំលេងរាល់ថ្ងៃខ្ញុំមិនដែលបើកទេអ្នកគ្នាដោយសារវាធ្វើឲ្យទូរស័ព្ទរបស់ខ្ញុំវាតាក់តាមពិតទៅបើទូរស័ព្ទអ្នកគ្នាណាល្អអីបើកទៅយល់ល្អគឺបើកទៅដោយសារវាបើកទៅវាស្អាតមែនតើខ្ញុំក៏ចង់បើកដែរប៉ុន្តែវាបើកអត់កើតអ្នកគ្នាវាបើកទៅវាតាក់ពេកឥឡូវយើងចូលមកដល់ option ចុងក្រោយនៃ graphic របស់យើង resolution ហ្នឹងអាហ្នឹងមានន័យថាគឺជាភាពច្បាស់របស់ game អាហ្នឹងពេលយើងបិទវាអស់ទៅធ្វើឲ្យ game របស់យើងហ្នឹងវាអត់សូវច្បាស់ទេអ្នកគ្នាវាព្រិលប៉ុន្តែធ្វើឲ្យទូរស័ព្ទយើងហ្នឹងវា smooth តែបើយើងបើកវាឲ្យកប់វិញធ្វើឲ្យភាពច្បាស់ក្នុង game របស់យើងហ្នឹងវាច្បាស់ទៅតាមនឹងដែរអ្នកគ្នាប៉ុន្តែវាធ្វើឲ្យទូរស័ព្ទរបស់យើងរៀងតាក់ដែរតែអាហ្នឹងបើដោយទូរស័ព្ទទេអ្នកគ្នាបើទូរស័ព្ទអ្នកគ្នារៀងល្អដែរអ្នកគ្នាបើកឲ្យកប់ហ្មងទៅឥឡូវ option របស់យើងនៅក្នុង graphic ហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាឥឡូវយើងចូលទៅដល់ option បន្តទៀតហើយយើងចូលមកកាន់ interface ហ្នឹងមកអាហ្នឹងគឺជា tool សំខាន់មែនតើសម្រាប់យើងអ្នកលេងថ្មីចូលមកដល់ option 2នេះអ្នកគ្នាមិនគ្រីទេវាអត់មានអីសំខាន់ទេអ្នកគ្នាធ្វើឲ្យយើងញ៉ៃទេហើយអា2នេះអ្នកគ្នាគ្រីទាំងពីរចឹងមកខ្ញុំមិនដឹងថានឹងវាមានន័យថាម៉េចទេប៉ុន្តែខ្ញុំគ្រីវាអត់អីទេគ្រីទៅធម្មតាហើយចូលមកដល់អា6នេះហើយគឺជាអ្វីដែលសំខាន់សម្រាប់យើងអ្នកលេងថ្មីសម្រាប់ option ទាំង6ហ្នឹងអ្នកគ្នាត្រូវគ្រីវាទាំងអស់មកតែអាក្រោមនោះយើងមិនគ្រីទេយើងគ្រីតែអា6ដែលខ្ញុំបានប្រាប់ហ្នឹងមកអូខេអ្នកគ្នាបន្ទាប់ពីការគ្រីហើយនេះគឺជាលទ្ធផលវាមានកន្លែង load កន្លែងវាយឆ្វេងស្ដាំកន្លែងអង្គុយកន្លែងអីចឹងអ្នកគ្នាហើយក្នុងវីដេអូនេះបើខ្ញុំបញ្យល់ទៅខុសឆ្គងខាងណាឯងសូមអ្នកគ្នាជួយអធិស្ឋានខ្ញុំផងដោយសារខ្ញុំចេះបានប៉ុណ្ណាខ្ញុំបញ្យល់អ្នកគ្នាបានប៉ុណ្ណឹងទេឥឡូវយើងចូលទៅដល់ option បន្តទៀតសម្រាប់កន្លែងដែលមានអូសអីគេហ្នឹងអ្នកគ្នាខ្ញុំមិនដឹងថាហ្នឹងវាមានន័យថាម៉េចទេខ្ញុំអត់បង្ខំឲ្យអ្នកគ្នាធ្វើតាមខ្ញុំទេតែបើអ្នកគ្នាចង់បានដូចខ្ញុំអ្នកគ្នាដាក់តាមខ្ញុំចឹងមកខ្ញុំមិនដឹងថាម៉េចទេអាហ្នឹង game scene គេដាក់ឲ្យចឹងខ្ញុំក៏ដាក់ចឹងមកទៅហើយសម្រាប់អាក្រោមគេដែលខ្ញុំអូទៅអូមកហ្នឹងអាហ្នឹងគឺមានន័យថាពេលយើងដើរជាតិសត្វធំអីវាធ្វើឲ្យមានភាពរង្គើអ្នកគ្នាឥឡូវដើម្បីឲ្យអ្នកគ្នាយល់ច្បាស់ចាំខ្ញុំដាក់វីដេអូឲ្យមើលហើយនេះអ្នកគ្នាគឺជាវីដេអូនេះពេលដែលខ្ញុំបើកវាកប់ទៅធ្វើឲ្យសត្វដើរជិតខ្ញុំអីវាធ្វើឲ្យមានភាពរង្គើតែបើខ្ញុំបិទអស់ទៅតួសត្វហ្នឹងធំមេត្រប៉ុន្មានវាដើរមិនក៏ខ្ញុំអត់មានរង្គើដែរអ្នកគ្នាវាធម្មតាចឹងដូចជាអស់ហើយអ្នកគ្នាដូចជាអត់មានអីសំខាន់ទេខ្ញុំយល់ថាមានតែប្រមាណនេះទេគឺវាសំខាន់ព
ព្រោះវាអាចសេរីតាមសមត្ថភាពរបស់ទូរស័ព្ទរបស់យើងហើយសម្រាប់ក្រៅពីខ្ញុំប្រាប់ហ្នឹងអ្នកគ្នាបាច់ការីទេវាអត់ប្រយោជន៍ទេអ្នកគ្នាព្រោះខ្ញុំសាកឲ្យអស់ហើយវាអត់មានអីប្រែប្រួលទៅណាមកតែបើអ្នកគ្នាចង់ដឹងច្បាស់អ្នកគ្នាអាច search រកវីដេអូគេផ្សេងបានគេអាចប្រាប់ក្បោះក្បាយជាងខ្ញុំព្រោះខ្ញុំប្រាប់នេះខ្ញុំប្រាប់តាមអ្វីដែលខ្ញុំចេះទេបើខ្ញុំអត់ចេះខ្ញុំអត់ហ៊ានប្រាប់អ្នកគ្នាទេខ្លាចវាខុសញញ៉ៃអ្នកគ្នាចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀត